រឿងអាកុហកស៊ីកាលពីព្រេងនាយមានកុមារម្នាក់នៅជាមួយម្ដាយចិញ្ចឹមជ្រូកខ្មៅមួយដល់ជ្រូកនោះធំឡើងក្មេងនោះចង់ស៊ីសាច់ក៏និយាយនឹងម្ដាយថាម៉ែគ្រឿងចង់ហូបសាច់ជ្រូកម៉ែឲ្យខ្ញុំកាប់ជ្រូកនេះស៊ីផាក់ស្រាទៅម្ដាយខត់ថាកុំឯងស៊ីអ្វីក៏ច្រើនម្លេះទុកវានឹងលួកយកប្រាក់ចាយកូនឮម្ដាយខត់ដូច្នោះក៏នឹកតែក្នុងចិត្តចង់ស៊ីសាច់ជ្រូករាល់ថ្ងៃពុំមានភ្លេចមានការថ្ងៃមួយកូនលុះភ្ញាក់ឡើងពីដេកនិយាយប្រាប់ម្ដាយថាត្បិតទេវតាប្រាប់ខ្ញុំថាមានមាសច្រើនណាស់ម៉ែជូនទៅយកម្ដាយឮកូននិយាយប្រាប់ដូច្នោះសួរថាមាសប្រាក់នៅឯណាកូនឆ្លើយថាម៉ែទៅនឹងខ្ញុំចុះបើខ្ញុំបង្គាប់ដូចម្ដេចម៉ែធ្វើតាមខ្ញុំកូនយកកញ្ចែនាំម្ដាយដើរទៅព្រៃឆ្ងាយអំពីស្រុកហើយកូនក៏យកកញ្ចែស្ទុះទៅគ្រាប់ដីប្រាំងសង្កត់ហើយប្រាប់ម្ដាយថាម៉ែជួយសង្កត់ផងមាសប្រាក់ក្នុងដីនេះច្រើនណាស់ម៉ែសង្កត់ឲ្យជាប់ចុះខ្ញុំនឹងទៅរកចោបជីកយកមាសប្រាក់ម៉ែឯងនៅសង្កត់ឲ្យជាប់កុំលែងបើម៉ែឯងលែងមាសប្រាក់នឹងបាត់បង់អស់ឯម្ដាយឮកូនថាដូច្នោះក៏សង្កត់កញ្ចែនោះចាំកូនត្រឡប់មកផ្ទះវិញចាប់ជ្រូកនោះយកមកកាប់ចម្អិនជាអាហារបបួលអស់បងប្អូនចិត្តខាងមកស៊ីផាក់ស្រាលេងសប្បាយម្ដាយទន្ទឹងចាំកូននៅឯព្រៃពុំឃើញមកឃ្លានបាយអស់កម្លាំងរយដៃរយជើងរបូតចេញពីកញ្ចែមើលក្នុងកញ្ចែពុំមានអ្វីសោះលុះម្ដាយដឹងថាកូនបញ្ឆោតហើយក៏ត្រឡប់ទៅផ្ទះវិញឃើញកូនកំពុងតែស៊ីសាច់ជ្រូកផាក់ស្រាលេងសប្បាយដូច្នោះខឹងនឹងកូនណាស់ហើយនិយាយនឹងប្អូនថាត្បិតកូននេះខូចណាស់ទុកចិញ្ចឹមមិនបានទេត្រីឯងច្រកការ៉ោងយកវាទៅទម្លាក់ក្នុងទឹកសម្លាប់ទៅប្អូនឮដូច្នោះក៏សួរថាដំណើរដូចម្ដេចបានជាឲ្យយកកូនទៅច្រកការ៉ោងទៅចោលក្នុងទឹកសម្លាប់បងនិយាយប្រាប់ប្អូនតាមដំណើរសពគ្រប់ថាវាចេះបញ្ឆោតឲ្យអញទៅក្នុងព្រៃថាទៅយកមាសប្រាក់ហើយវាឲ្យអញចាំក្នុងព្រៃត្រាតែដល់ថ្ងៃឃ្លានបាយស្ទើរតាដាច់ពោះឲ្យវាមកកាប់ជ្រូកផឹកស្រាជ្រូកអញតែមួយទុកលក់ឲ្យគេយកប្រាក់ចាយទៅតាប្អូននោះក៏ទៅចាប់អាកុហកស៊ីច្រកក្នុងការ៉ោងធំចងមាត់ការ៉ោងជួបល្អលើកលីយកទៅចោលក្នុងទឹកទន្លេលូកដល់មាត់ទន្លេអាកុហកស៊ីនីអ៊ីនឹងមាវាថាលោកមីអាណិតមុខជាស្លាប់ហើយបើដូច្នោះហើយលោកមីអាណិតទៅយកក្បួនកុហកឲ្យខ្ញុំបន្តិចល្បិតស្លាប់ទៅនៅឋានខ្មោចបើគ្មានក្បួនកុហកខ្មោចរកស៊ីពុំបាននោះនឹងដាច់ពោះស្លាប់ឯមៀឮក្បួយអង្វរដូច្នោះក៏សួរទៅក្មួយថាក្បួនកុហកឯងទុកនៅទីណាក្មួយប្រាប់ទៅមៀថាខ្ញុំដាក់នៅលើធ្នឹមមៀក៏ដាក់អាកុហកស៊ីនៅកំពង់ទឹកហើយត្រឡប់ទៅយកក្បួនផអាកុហកស៊ីវិញកាលនោះមានមនុស្សកៅខ្លួនម្នាក់ដើរមកជិតអាកុហកស៊ីក៏ធ្វើជានិយាយអញមកតอมខ្លួនក្នុងការ៉ោងនេះយូរហើយមិនដឹងជាហើយឬនៅប៉ុន្តែស្អាតមើលហាក់ដូចជាសាក់ជាហើយមនុស្សខ្លួនឬអាកុហកស៊ីថាតอมខ្លួនក្នុងការ៉ោងដូច្នោះដោយខ្លួនកៅខ្លួនក៏សួរថាតอมខ្លួនក្នុងការ៉ោងនេះបានជាឬអាកុហកស៊ីប្រាប់ថាត្បិតខ្ញុំកៅខ្លួនគេឲ្យមកតอมក្នុងការ៉ោងនេះយូរថ្ងៃហើយមិនដឹងថាជាហើយឬនៅទេអាណិតស្អាយគ្រាមបន្តិចមនុស្សខ្លួនក៏ស្អាយការ៉ោងឲ្យអាកុហកស៊ីចេញមកអាកុហកស៊ីចេញពីការ៉ោងចេញមកមើលហើយប្រាប់ថាជាខ្លួនហើយអាខ្លួនឬអាកុហកស៊ីថាតอมខ្លួនក្នុងការ៉ោងដូច្នោះក៏និយាយថាឲ្យគ្នាតอมខ្លួនផងអាកុហកស៊ីឬដូច្នោះអណាស់គិតថាអញអស់ស្លាប់ហើយបានអាខ្លួនស្លាប់ជុះអាកុហកស៊ីប្រាប់អាខ្លួនថាបើអញចង់ជាខ្លួនឆាប់ត្រូវកាន់ត្រណាំឲ្យជាប់កុំនិយាយស្ដីនឹងអ្នកណាឲ្យសោះបើអ្នកណាមកសួរក្តីមកជេរវាយដោយម្ដេចក្តីត្រូវកុំនិយាយស្ដីត្រូវកាន់ត្រណំឲ្យខ្ជាប់ទើបបានជាឆាប់អាខ្លួនឬអាកុហកស៊ីថាដូច្នោះក៏ទទួលចាំហើយចូលទៅក្នុងការ៉ោងអាកុហកស៊ីចង់មាត់ការ៉ោងជាប់ល្អលើកលីយកទៅចោលក្នុងទឹកទន្លេមៀក៏មករកតម្រាឲ្យអាកុហកស៊ីពុំឃើញដឹងថាអាកុហកស៊ីបញ្ឆោតខ្លួនខឹងណាស់ក៏គិតក្នុងចិត្តថាបើឯងទៅដល់អញនឹងទម្លាក់វាទៅក្នុងទឹកឲ្យស្លាប់ទៅហើយខំដើរទៅដល់ហើយក៏ស្ទុះចូលទៅដាល់វាយអាខ្លួនដោយស្មានថាអាកុហកស៊ីអាខ្លួនខំអត់ព្រោះចង់ជាខ្លួនលុះវាយធាក់អស់ចិត្តហើយក៏លើកការ៉ោងបោះទៅក្នុងទឹកឲ្យស្លាប់ទៅអាកុហកស៊ីរត់រួចពីនោះទៅជួបនឹងមនុស្សកុហកម្នាក់ចែកកុហកដូចគ្នាកំពុងតែមួយទឹកអាកុហកស៊ីនោះឃើញអាកុហកស៊ីដើរពីចម្ងាយក៏វាធ្វើជាមួយទឹកយូរបន្តិចទៅងើបឡើងហើយលើកកាសឡើងថាអញមួយទឹកទៅខាងក្រោមមានគេលេងពីអញលេងឈ្នះបានកាសប្រាក់ច្រើនប៉ុន្តែយកមិនរួចបានតែមួយត្រណោតមក
អាកុហកស៊ីលឺដូច្នោះក៏ជឿគិតស្មានថាមែនហើយក៏ផ្លាស់សម្ពុតលោតទៅក្នុងទឹកខំមួយទៅទង្គិចក្បាលនឹងកោឈើបែកឈាមដឹងខ្លួនថាគេជាមនុស្សកុហកក៏នឹកធឿនឧបាយកកុហកវិញហើយងើបឡើងនិយាយទៅអាដែលបិនឆៅនោះថាអ្នកអើយខ្ញុំមុតទឹកតាមពាក្យអ្នកអំបញ្ញមិញបានឃើញគេលេងពៀប៉ាធុកកំតាត់ច្រើនណាស់ហើយខ្ញុំលេងឈ្នះគេបានប្រកាសច្រើនខ្ញុំទាពីគេថាឲ្យយកពីឯងនោះខ្ញុំមិនព្រមខ្ញុំចេះតែទាគេខឹងនឹងខ្ញុំគេវាខ្ញុំបែកក្បាលហើយគេថាឲ្យខ្ញុំមកយកពីឯងបើឯងមិនជឿមើលក្បាលខ្ញុំនេះដែលបែកនេះចុះអាកុហកនោះដឹងថាអាកុហកស៊ីមានប្រាជ្ញាចេះកុហកទល់កុហកមិនចាញ់ខ្លួនក៏ស្រាយកាសចែកគ្នាពាក្យកណ្ដាលហើយសុំគ្នាជាបងប្អូនរកស៊ីកុហកគេតាំងពីអនុតូចតគ្នាឃ្លាអប់រំរឿងនេះបង្ហាញថាការកុហកមិនអាចនាំមកនូវសេចក្តីសុខពិតប្រាកដបានទេហើយវាអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯងនិងអ្នកដទៃភាពឆ្លាតវៃគួរតែប្រើប្រាស់ដើម្បីធ្វើរឿងល្អមិនមែនដើម្បីបោកប្រាស់អ្នកដទៃទេ